5ចំណុចដែលអ្នកយល់ខុសអំពីការវិនិយោគភាគហ៊ុនជំរាបសួរថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទាក់ទងជាមួយនឹង5ចំណុចដែលអ្នកយល់ខុសអំពីការវិនិយោគភាគហ៊ុនយើងឃើញថាពីមួយឆ្នាំទៅមួយឆ្នាំតែងតែមានវិនិយោគិនថ្មីចូលមកបើកគណនីជួញដូរនៅក្នុងផ្សារភាគហ៊ុនដោយរំពឹងថានឹងទទួលបានជោគជ័យនៅក្នុងការវិនិយោគផ្សារភាគហ៊ុនប៉ុន្តែទន្ទឹមនឹងការរំពឹងនោះក៏មិនមែនគ្រប់គ្នាសុទ្ធតែជោគជ័យអំពីការវិនិយោគនោះទេអាចថាមានអ្នកជោគជ័យនិងមានអ្នកមិនជោគជ័យនៅក្នុងការវិនិយោគដូច្នេះហើយថ្ងៃនេះខ្ញុំសូមលើកយក5ចំណុចដែលវិនិយោគិនតែងតែមានការយល់ខុសអំពីការវិនិយោគចំណុចទី1គឺទិញភាគហ៊ុនព្រោះខ្លាចបាត់បង់ឱកាសទិញនៅក្នុងចំណុចនេះគឺវិនិយោគិនដែលចូលមកថ្មីភាគច្រើនគាត់ទិញភាគហ៊ុនគឺមិនមែនទិញទៅតាមហេតុផលនោះទេគាត់មិនមែនទិញក្រោយពេលដែលគាត់វិភាគក្រុមហ៊ុនមួយនឹងឲ្យបានច្បាស់លាស់សិនមុននឹងគាត់ទិញនោះទេគឺគាត់ទិញនៅតាមអារម្មណ៍ដែលឃើញគេទិញច្រើនហើយភាគហ៊ុនចាប់ដើមឡើងខ្លាំងចាប់ដើមឡើងហើយមានអារម្មណ៍រំភើបចង់ទិញខ្លាចបាត់បង់ឱកាសទិញមានន័យថាខ្លាចទិញអត់ទាន់គេដូច្នេះហើយគាត់ក៏បានចូលទៅទិញភាគហ៊ុនដោយមិនបានពិចារណារឿងតម្លៃហើយនឹងមិនបានសិក្សាពីក្រុមហ៊ុននោះឲ្យបានច្បាស់លាស់ថាតើក្រុមហ៊ុននោះប្រកបអាជីវកម្មអ្វីហើយចំណុចទៅនេះដែរគឺគេហៅថាជាការភ្លើតភ្លើនរបស់វិនិយោគិនថ្មីមានន័យថាគាត់ចូលមកគឺចង់មានការសាកល្បងនៅក្នុងការទិញភាគហ៊ុនលើកដំបូងរបស់គាត់មិនថាវិនិយោគិនថ្មីទេនៅក្នុងចំណុចនេះគឺវិនិយោគិនចាស់វស្សាហើយក៏មានការគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានដែរនៅពេលដែលឃើញភាគហ៊ុនឡើងហើយឃើញតម្លៃនៃការទិញលក់នោះមានការកើនឡើងអញ្ចឹងធ្វើឲ្យគាត់មានអារម្មណ៍មួយថាបើមិនឆាប់ទិញទេគាត់ខ្លាចនឹងបាត់បង់ឱកាសកន្លែងនេះគឺគាត់ខ្លាចហ៊ុនឡើងទៅខ្លាំងទៅគាត់ទិញនៅពេលខាងមុខទៀតហ៊ុនកាន់តែថ្លៃប៉ុន្តែអ្នកវិនិយោគគឺភ្លេចគិតថាភាគហ៊ុនគឺមានការឡើងចុះមិនទៀងនោះទេចំណុចទី2គឺមិនមានផែនការច្បាស់លាស់នៅក្នុងការវិនិយោគយើងសាកសម័យមើលថាឧទាហរណ៍យើងចូលទៅក្នុងព្រៃដោយមិនមានគោលដៅច្បាស់លាស់ថាចូលទៅដើម្បីធ្វើអ្វីអញ្ចឹងយើងគិតតែពីរឿងដើរដូច្នេះទោះបីជាដើរយូរប៉ុណ្ណាក៏យើងមិនទទួលបានអ្វីនោះដែរយើងមិនដឹងថាយើងចូលទៅដើម្បីកាប់អស់ឬក៏ចូលទៅដើម្បីធ្វើអីនោះទេការវិនិយោគហ៊ុនក៏ដូចគ្នាមានន័យថាយើងគិតតែពីរឿងទិញលក់ដោយយើងមិនបានតាំងគោលដៅច្បាស់លាស់មិនបានកំណត់គោលដៅច្បាស់លាស់ថាតើយើងវិនិយោគដើម្បីអ្វីអ្នកខ្លះគិតថាការវិនិយោគគឺដើម្បីតែទទួលបានផលចំណេញដើម្បីតែទទួលបានកម្រៃពីការទិញនិងលក់ភាគហ៊ុនពីមួយថ្ងៃទៅមួយថ្ងៃដោយមិនបានគិតថាការដែលគាត់ចូលមកវិនិយោគនឹងគឺគោលដៅរបស់គាត់ដើម្បីរៀបផែនការនៅពេលគាត់ចូលវិនិយោគឬមួយក៏វិនិយោគដើម្បី10ឬក៏20ឆ្នាំខាងមុខហ្នឹងគាត់មានលុយយកមកទិញផ្ទះឬក៏ធ្វើអីមួយនោះទេគឺគាត់ចូលទៅលេងតាមគេតាមឯងនៅក្នុងចំណុចនឹងដែរគឺភាគច្រើនវិនិយោគិនតែងតែសួរយោបល់ពីអ្នកដទៃហើយតែងតែធ្វើតាមការណែនាំរបស់គេដោយគាត់មិនបានសួរខ្លួនឯងថាតើគាត់ទិញភាគហ៊ុនរបស់ក្រុមហ៊ុនណាមួយហ្នឹងដើម្បីអ្វីគាត់ទិញដើម្បីរយៈពេលយូរឬមួយគាត់ទិញដើម្បីលក់ធ្វើកម្រៃក្នុងរយៈពេលខ្លីហើយគាត់មិនបានសិក្សាពីក្រុមហ៊ុននោះឲ្យបានច្បាស់លាស់នោះទេអ្នកខ្លះមិនទាំងដឹងថាក្រុមហ៊ុននោះរកស៊ីអីប្រកបរបរអីផងគាត់ចូលទៅទិញភាគហ៊ុនដោយឃើញតម្លៃអាចថាតម្លៃទាបឬមួយក៏មានការពេញនិយមពីមិត្តភ័ក្តិរបស់គាត់ដូច្នេះហើយគឺមុននឹងយើងធ្វើការវិនិយោគយើងត្រូវរៀបផែនការឲ្យបានច្បាស់លាស់ថាតើយើងចូលមកវិនិយោគឬក៏ចូលមកទិញភាគហ៊ុនហ្នឹងគឺក្នុងគោលបំណងអ្វីចំណុចទី3ហ្នឹងគឺគាត់យកលុយដែលមិនគួរចាយយកមកទិញភាគហ៊ុនចំណុចនេះគឺជាចំណុចដែលគ្រោះថ្នាក់មួយយើងឃើញថាមិនមាននរណាអាចធានាពីតម្លៃភាគហ៊ុនឡើងឬចុះនៅពេលណាបាននោះទេដូច្នេះហើយលុយដែលគាត់ត្រៀមឧទាហរណ៍ថាត្រៀមប្រើនៅក្នុងរយៈពេលខ្លីណាមួយឧទាហរណ៍ថាលុយត្រៀមសម្រាប់សងបំណុលលុយត្រៀមសម្រាប់បង់ថ្លៃសាលាកូនលុយគាត់ត្រៀមសម្រាប់ពេលចាំបាច់ណាមួយគាត់យកលុយនោះមកទិញភាគហ៊ុនដើម្បីរំពឹងថាស្អែកឬខាន់ស្អែកហ្នឹងគាត់លក់ភាគហ៊ុនក្នុងតម្លៃខ្ពស់ហើយយកដើមមកវិញហើយនឹងយកលុយចំណេញអញ្ចឹងទៅប៉ុន្តែគាត់ភ្លេចគិតថានៅក្នុងផ្សារភាគហ៊ុនគឺមិនមានអាណាធានាឬក៏ដឹងមុនថាតម្លៃភាគហ៊ុនឡើងឬក៏ចុះនៅពេលណានោះទេឧទាហរណ៍ថ្ងៃនេះហ៊ុនធ្លាក់អូខេចូលទៅទិញដោយរំពឹងថាស្អែកនឹងឡើងប៉ុន្តែថ្ងៃស្អែកហ៊ុនកាន់តែធ្លាក់ឬមួយក៏មួយខែក្រោយហ៊ុនកាន់តែធ្លាក់ទៀតអញ្ចឹងធ្វើឲ្យគាត់បង្ខំចិត្តលក់ភាគហ៊ុនដើម្បីយកលុយយកមកប្រើប្រាស់ឡើងវិញព្រោះអីលុយដែលគាត់យកទៅទិញហ្នឹងគឺជាលុយដែលគាត់សគួរទុកនៅពេលចាំបាច់ណាមួយឬក៏លុយដែលគាត់ត្រូវប្រើក្នុងរយៈពេលដ៏ខ្លីខាងមុខក្នុងចំណុចនេះដែរខ្ញុំឃើញថ្មីនេះនៅក្នុងផ្សារភាគហ៊ុនគេមានការទិញ margin អ្នកទាំងអស់គ្នាអាចកំណត់ការទិញរបស់អ្នកទាំងអស់គ្នាមុនដោយមិនចាំបាច់មានលុយនៅក្នុងគណនីជួញដូរអានេះគឺជាចំណុចរសើបមួយដែលធ្វើឲ្យវិនិយោគិនមួយចំនួនគាត់មិនបានពិចារណាបានច្បាស់លាស់ទេហើយគាត់មានការទិញ margin ហ្នឹងអាហ្នឹងក៏វាគ្រោះថ្នាក់ដែរសម្រាប់វិនិយោគិនពិតប្រាកដគឺគេមិនសូវប្រើប្រាស់ចំណុចហ្នឹងទេព្រោះអីវាជាចំណុចដែលធ្វើឲ្យយើងងាយនឹងខាតបង់
ចំណុចទី4អ្នកខ្លះគិតចូលទៅវិនិយោគក្នុងផ្សារភាគហ៊ុននឹងដោយសង្ឃឹមថាឆាប់មានបានចំណុចនេះគឺជាការយល់ច្រឡំខុសមួយយើងក៏លេចមើលទៅប្រវត្តិរបស់អ្នកដែលជោគជ័យនៅក្នុងការវិនិយោគដូចជា Warren Buffett ដូចជាអីជាដើមឃើញថាគិតចាប់ដើមវិនិយោគតាំងពីអាយុ11ឆ្នាំអញ្ចឹងគឺមិនមែនជារឿងលេងសើចទេមិនមែនជារឿងបានមកដល់ងាយទេដែលធ្វើឲ្យគិតមានទ្រព្យសម្បត្តិរាប់លានដុល្លារមកពីការវិនិយោគនឹងគឺគិតមានការអត់ធ្មត់ខ្លាំងហើយប្រើពេលយូរមែនទែនដូច្នេះហើយអ្នកខ្លះចូលទៅគឺដើម្បីរំពឹងថាធ្វើឲ្យគិតនឹងឆាប់ទទួលបានផលចំណេញច្រើនហើយនឹងមានជីវភាពធូរធារអញ្ចឹងចំណុចអស់ហ្នឹងគឺមុននឹងយើងធ្វើការវិនិយោគលើផ្សារភាគហ៊ុនចង់ឲ្យអ្នកទាំងអស់គ្នាមានការពិចារណាចំណុចនេះឡើងវិញព្រោះអីបើសិនជាយើងចូលទៅវិនិយោគគ្រាន់តែដើម្បីចង់មានលឿនហ្នឹងខ្ញុំគិតថាក្នុងផ្សារភាគហ៊ុនហ្នឹងប្រហែលជាមិនស័ក្តិសមប្រមាណទេចំណុចទី5គឺចូលទៅធ្វើការវិនិយោគឬទិញភាគហ៊ុនដោយមិនមានការសិក្សាមិនមានការអានបន្ថែមមិនមានការស្វែងយល់រៀនសូត្រឲ្យបានច្បាស់លាស់មុននឹងធ្វើការវិនិយោគនៅក្នុងចំណុចនេះគឺជាចំណុចមួយដែលសំខាន់មនុស្សភាគច្រើនតែងតែចង់បានលទ្ធផលល្អដោយមិនចាំបាច់សិក្សារៀនសូត្រដោយមិនចាំបាច់មានការប្រឹងប្រែងប៉ុន្តែវាជាការផ្ទុយស្រឡះបើសិនជាយើងមិនមានការប្រឹងប្រែងរៀនសូត្រមិនមានការប្រឹងប្រែងស្វែងយល់គឺអ្នកទាំងអស់គ្នាគឺនឹងមិនទទួលបានផលល្អជាដាច់ខាតដូច្នេះហើយចំណុចនេះក៏ជាចំណុចគ្រោះថ្នាក់មួយផងដែរដែលធ្វើវិនិយោគិនភាគច្រើនគឺគាត់មានការខាតបង់នៅក្នុងការវិនិយោគដោយមិនបានគិតពីការរៀនសូត្របន្ថែមមានន័យថាមុននឹងធ្វើការវិនិយោគទៅលើក្រុមហ៊ុនណាមួយអ្នកទាំងអស់គ្នាត្រូវសិក្សាឲ្យបានច្បាស់មិនមែនជាការជឿតាមអ្នកដទៃមិនមែនជាការស្ដាប់ទៅតាមការផុសនៅតាមបណ្ដាញសង្គមឬមួយក្រុម Telegram អីនោះទេជាក់ស្ដែងដូចនៅក្នុងបណ្ដាញសង្គមមួយចំនួនសប្តាហ៍ថ្ងៃគឺមានការបំផុសបំផុលពីការវិនិយោគមានអ្នកខ្លះនឹងរហូតដល់ហ៊ានផុសថាទិញភាគហ៊ុនរបស់ AC ថ្ងៃនេះ3ឆ្នាំក្រោយឬ2ឆ្នាំក្រោយអាចឡើងដល់ 10000 ជាង 14000 5000អីចឹងទៅអានឹងខ្ញុំគិតថាការទូទាយរបស់គាត់ក៏មិនត្រឹមត្រូវណាស់ដែរអ្នកទាំងអស់គ្នាក៏លេខមកមើលតម្លៃ IPO របស់ AC ដែរ IPO របស់ AC ដែរជាង 10000 តែឥឡូវតែ AC ដែរធ្លាក់នៅតែ7000ជាងឯក្នុងមួយហ៊ុនអញ្ចឹងគឺតម្លៃភាគហ៊ុនគឺមិនមានអ្នកណាប៉ាន់ស្មានបានទេដូច្នេះហើយការដែលគាត់វិនិយោគដោយមិនបានសិក្សាដោយមិនបានស្វែងយល់ឲ្យបានច្បាស់ស្ដាប់ទៅតាមគេជឿតាមគេអាចធ្វើឲ្យគាត់មានគ្រោះថ្នាក់សរុបមកគឺ5ចំណុចនេះហើយដែលវិនិយោគិនតែងតែមានការយល់ច្រឡំមិនថាតែវិនិយោគិនថ្មីឬក៏វិនិយោគិនដែលធ្វើការវិនិយោគនៅក្នុងផ្សារភាគហ៊ុនយូរឆ្នាំហើយនោះទេគឺតែងតែមានការយល់ច្រឡំដូច្នេះហើយមុននឹងធ្វើការវិនិយោគសូមអ្នកទាំងអស់គ្នាមើលคลิปនេះឲ្យបានចប់ជាមុនសិនបើសិនជាគិតថាคลิปនេះមានប្រយោជន៍សម្រាប់អ្នកកុំភ្លេចចែករំលែកឲ្យមិត្តភ័ក្តិរបស់អ្នកបានឃើញផងនិងកុំភ្លេច Subscribe Channel YouTube នេះផងខ្ញុំនឹងមានវីដេអូថ្មីៗបន្ថែមទៀតមកជូនអ្នកទាំងអស់គ្នាសូមអរគុណសូមជម្រាបលា